ពេលនោះរូបកណារលត់បាត់ហើយបងគ្រូហើយនាមនៅល្អិតនៅស្ដើងបងគ្រូហើយកណាក៏ពិចារណាថាចិត្តនេះក៏មិនទៀងកើតហើយតែងរលត់មកវិញជាធម្មតាកណាពិចារណាស្រាប់តែនាមពធហ្នឹងក៏ទូចល្អិតស្ដើងហើយដង្ហើមរបស់កណាផិតផើយស្រាលស្ដើងណាបងគ្រូហើយកណាក៏មានអារម្មណ៍មួយថាដូចជាក្នុងខ្លួនដូចជាពិបាកដកដង្ហើមដូចជាមនុស្សផុងដាច់ខ្យល់បងគ្រូមានអារម្មណ៍ថាដូចជាដង្ហើមនឹងដូចជាល្អិតទៅហើយដូចដកអត់ចង់រួចបងគ្រូនៅពេលដែលកណាបានជួបសភាវៈហ្នឹងបងគ្រូកណាបានអង្គុយវិបស្សនាហ្នឹងគឺកណាដឹងច្បាស់កណាបែងចែករូបនិងនាមចែកដាច់ពីគ្នាបងគ្រូតាំងពីកណាជួបសភាវៈហ្នឹងហើយតាំងពីថ្ងៃហ្នឹងមកចូលមកដល់ថ្ងៃទី8បងគ្រូពេលដែលចិត្តភ្លឺជាថ្ងៃដែលសុំកម្មាទោសលាគ្នាបងគ្រូស្រាប់តែកណាអង្គុយស្រាប់តែរូបហើយនឹងនាមចាប់ដើមទៅស្រើតលឿនហ្មងបងគ្រូដូចជាអលុតចង់អលុតតាណាគ្នាបងគ្រូហើយពេលហ្នឹងចិត្តកណាគឺនៅនឹងថ្កល់ពេលហ្នឹងខ្លួនកណាប្រៀបដូចជាគល់ឈើអញ្ចឹងបងគ្រូដូចនៅនឹងថ្កល់អញ្ចឹងណាបងគ្រូហើយរូបនឹងនាមហ្នឹងគឺទៅរត់លឿនទៅស្រើតទៅបន្តិចម្ដងលក្ខណៈដូចចង្គៀងភ្លើងចង្គៀងដែលចង់អស់ប្រេងហ្នឹងបងគ្រូហើយពេលហ្នឹងកណាស្ងប់មែនតើកណាក្នុងការស្ងប់ហ្នឹងកណាក៏ពិចារណារូបនឹងនាមដែលរៀបនឹងរលត់ដូចភ្លើងចង្គៀងដែលចិត្តអស់ប្រេងហ្នឹងក៏កណាពិចារណាថារូបនេះក៏មិនទៀងនាមនេះក៏មិនទៀងកណាពិចារណាសេចក្តីសុខនេះក៏មិនទៀងសេចក្តីស្ងប់ក៏មិនទៀងកណាពិចារណាដល់ឡើងស្រាប់តែរូបនឹងនាមហ្នឹងទៅល្អិតទៅដង្ហើមកណាហ្នឹងក៏ចង់ផិតផើយដែរបងគ្រូពេលដែលកណានេះហ្នឹងក៏កណាដូរអេយ៉ាបតបងទៅព្រោះសភាវៈកណាហ្នឹងជួប2ដងហើយបងគ្រូចម្រើនពោពេលដែលគ្រូបរៀនញោមអំពីស្ទើរឋានវិបស្សនាកាយក្នុងកាយព្រោះគ្រូឲ្យញោមសម្លឹងពីចុងសក់ដល់ចុងជើងចុងសក់ដែលព្រះអង្គបរៀនយើងឲ្យមើលធាតុទាំង4នៅក្នុងកាយកំណត់អំពីពុរូបខណ្ឌជាងដើមកន្លែងហ្នឹងគឺគ្រូតែងតែប្រាប់ញោមឲ្យស្គាល់អំពីពាក្យយោនិសោមនសិការៈយោនិសោមនសិការៈប្រែថាធ្វើទុកក្នុងចិត្តដោយបាយប្រាជ្ញាធ្វើទុកក្នុងចិត្តដូចម្ដេចយើងធ្វើទុកក្នុងចិត្តថាកាយនិងចិត្តនេះជារបស់មិនទៀងជាអនិច្ចំពេលដែលញោមប្រតិបត្តិទៅញោមឃើញកាយនឹងវាល្អិតទៅមកទៅវាចាប់ដើមបដូរពីគ្រប់គ្រាទៅល្អិតកាលណាបដូរពីគ្រប់គ្រាទៅល្អិតហ្នឹងហៅថាអនិច្ចំយើងចាប់ដើមឃើញកាយនេះវាប្រែប្រួលពូវាផ្លាស់បដូរហើយពូវាល្អិតទៅមកទៅវាក៏រលត់បាត់ទៅបន្ទាប់មកហើយកាយរលត់ទៅចិត្តក៏វាតាំងនៅពេលហ្នឹងយើងកំណត់លើចិត្តនេះទៀតពួកចិត្តហ្នឹងក៏ជាអនិច្ចំចិត្តហ្នឹងក៏វាល្អិតទៅមកទៅហើយវាក៏រលត់ទៅដែរពេលបាត់ទាំងចិត្តពេលគណៈពេលខ្លះវាឃើញព្រមគ្នាហើយបាត់ទាំងព្រមគ្នាទោះបីឃើញកាយរលត់មុនក្តីចិត្តរលត់មុនក្តីកាយនិងចិត្តរលត់ដំណើរគ្នាក្តីឬក៏ចិត្តរលត់មុនក្តីកាយរលត់ខាងក្រោយវិញក្តីធម៌ទាំងអស់ហ្នឹងសុទ្ធតែជាអនិច្ចំពងកាយនិងចិត្តនេះមានសភាពប្រែប្រួលបែបនេះឯងធម៌ទាំងឡាយណាកាត់ឡើងធម៌ទាំងឡាយនោះតែរលត់ទៅវិញជាធម្មតាខ្ញុំកំណត់ថាកាយនិងចិត្តនេះសុទ្ធតែជាធាតុទាំងអស់ពងណាជាធាតុទាំងអស់ទោះបីជាវាចេញមកប្រកបជាធាតុ4ចេញមកប្រកបជាធាតុទាំង6ឬចេញមកប្រកបជាធាតុទាំង18ក្តីក៏សុទ្ធតែជានោះមិនមែនអញនោះមិនមែនជារបស់អញពូជារបស់អត់ទៀងពូណាពូហើយខ្ញុំនៅក្នុងឧបេក្ខាកុំឲ្យចិត្តនឹងញាប់ញ័រកុំឲ្យចិត្តនឹងត្រេកអរកុំឲ្យចិត្តនឹងភ័យខ្លាចហើយរក្សានៅក្នុងឧបេក្ខាជានិច្ចពូហើយបញ្ញាយោនិសោមនសិការៈមានជានិច្ចរាល់ពេលដែលខ្ញុំប្រតិបត្តិពូយោនិសោមនសិការៈថាធម៌ទាំងឡាយណាកើតឡើងធម៌ទាំងនោះរត់ទៅវិញជាធម្មតាធម៌នឹងគឺរូបធម៌នាមធម៌ធាតុទាំងឡាយណាកើតឡើងធាតុនោះតែរត់ទៅវិញជាធម្មតាធាតុនោះគឺរូបធាតុអរូបធាតុខណ្ឌទាំងឡាយណាកើតឡើងខណ្ឌទាំងឡាយនោះតែរត់ទៅវិញជាធម្មតាខណ្ឌនោះគឺរូបខណ្ឌអរូបខណ្ឌនាមធម៌រូបធម៌នាមខណ្ឌរូបខណ្ឌនាមធាតុរូបធាតុឬរូបធាតុអរូបធាតុធម៌ទាំងឡាយនេះរួមឲ្យខ្លីពួកដែលខណ្ឌ5ដែលយើងប្រតិបត្តិតែព្រះអង្គព្រានយើងឲ្យស្គាល់គឺកាយនិងចិត្តនេះជាអនិច្ចំបែបហ្នឹងឯងពូញោមបានឃើញដំណើរនៃការប្រែប្រួលរបស់កាយនិងចិត្តហ្នឹងគឺហ្នឹងហើយគឺជាតួវិបស្សនាដែលយើងរៀនសិក្សាចូលទៅខាងមុខតទៀតពូប៉ុន្តែបញ្ញារបស់យើងវាមិនតាន់ដល់កម្រិតកំពូលខ្ពង់ខ្ពស់ប៉ុន្តែយើងចាប់ផ្ដើមយល់អំពីភាពមិនទៀងរបស់កាយនិងចិត្តចឹងញោមបន្តទៀតពូណាបន្តរហូតដល់ញោមឃើញកាយនិងចិត្តនេះវាដាច់ចេញអំពីគ្នាពូកាលណាវាដាច់ចេញអំពីគ្នាហើយញោមក៏កំណត់ពួកកាយនិងចិត្តពួកធាតុទាំងពីរហ្នឹងគឺចូលទៅតាមទ្វារទាំង6ម្ដងចឹងណាពូត្បូងយើងនាមរូបនៅក្នុងកាយបន្ទាប់មកយើងពិនិត្យមើលនាមរូបនៅក្នុងចក្ខុហ្នឹងវាមាន
នាមរូបដោយឡែកក្នុងតិចហ្នឹងក៏មាននាមរូបដោយឡែកក្នុងចំហហ្នឹងក៏មាននាមរូបដោយឡែកអញ្ចឹងពោវិចែកតគ្នាចក្ខុប្រសាទចក្ខុធាតុរូបធាតុចក្ខុវិញ្ញាណធាតុកើតឡើងសោតធាតុសត្តធាតុសោតវិញ្ញាណធាតុកើតឡើងនឹងជាធម៌ដែលយើងបែងចែកអំពីពួកនាមនិងរូបនៅក្នុងធាតុ18ឯពោពេលនោះបាសនារបស់ញោមចេះទៅទោះបីជាវាឃើញធាតុ18ដាច់ច្បាស់ពីរូបធាតុនិងនាមធាតុដែលអាស្រ័យគ្នាបែបហ្នឹងក៏ដោយក៏ញោមក៏នៅថាធម៌ទាំងឡាយនោះជាអនិច្ចំមិនទៀងមិនអញមិនជារបស់ឯងដែរអញ្ចឹងពោពេលកាយចាស់ពោប្រតិបត្តិដោយចិត្តឧបេក្ខាពោណាពោសត្វពោ